បតីហ៊ុនម៉ាណែតណែនាំឲ្យឯកឧត្តមកុងវិបុលជំរុញការប្រើប្រាស់ប្រព័ន្ធ Digital លើការងារពន្ធដារដើម្បីកាត់បន្ថយការិយាធិបតេយ្យសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថានាពេលថ្មីនេះសម្ដេចបានជួបជាមួយឯកឧត្តមកុងវិបុលរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារនិងបានជំរុញឲ្យមានការប្រើប្រាស់ប្រព័ន្ធ Digital លើការងារពន្ធដារឲ្យបានច្រើនដើម្បីកាត់បន្ថយការិយាធិបតេយ្យសម្ដេចធិបតីហ៊ុនម៉ាណែតបានថ្លែងបែបនេះថាក្នុងឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាលនិងពិសាភោជនីយអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូចមធ្យមនិងសិប្បកម្មកម្ពុជានៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រនារសៀលថ្ងៃទី27ខែមិថុនាឆ្នាំ2024សម្ដេចធិបតីហ៊ុនម៉ាណែតបានថ្លែងថាម្សិលមិញជួបជាមួយឯកឧត្តមកុងវិបុលឥឡូវធ្វើម៉េចជំរុញប្រព័ន្ធអនឡាញឲ្យបានច្រើនរឿងពន្ធនេះដើម្បីធ្វើយ៉ាងណាកាត់ភាពស្មុគស្មាញនេះឲ្យបានច្រើនហើយអគ្គនាយកដ្ឋានពន្ធដារបានកែតម្រង់ច្រើនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏បានដាក់ចេញនៅប្រព័ន្ធកម្មវិធី CAMDX ដើម្បីបានចុះឈ្មោះនៅក្រសួងពាណិជ្ជកម្មក្រសួងសាធារណការក៏បានធ្វើច្រើនផងដែរនេះជាអ្វីដែលយើងត្រូវធ្វើដើម្បីកាត់បន្ថយការិយាធិបតេយ្យសម្ដេចធិបតីហ៊ុនម៉ាណែតបានថ្លែងបន្ថែមថារាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ធំហើយការកែតម្រង់គឺបានធ្វើច្រើនហើយប៉ុន្តែសម្រាប់ការកែតម្រង់ពេលខ្លះវាមិនខុសពីវិស័យឯកជននោះទេខណៈការកែតម្រង់ខ្លះគឺបានធ្វើនៅពេលដែលលំបាកពេលស្រួលមិនបានធ្វើនោះទេដោយសារពេលស្រួលគឺមិនសូវចាប់អារម្មណ៍រឿងតិចតួចនោះទេហើយការកែតម្រង់មុតស្រួចខ្លះទាល់តែពេលលំបាកបានមានពេលអង្គុយធ្វើបានសម្ដេចធិបតីហ៊ុនម៉ាណែតបានបញ្ជាក់ដែរថារាជរដ្ឋាភិបាលពេលកែតម្រង់ខ្លះពេលដែលស្ថានភាពទៅគឺពិបាកក្នុងការពន្យល់គ្នាដើម្បីត្រូវកែដែលជាក់ស្ដែងមានមតិលើកឡើងថាកែធ្វើអ្វីបើសិនមិនខុសបើមិនខូចកែធ្វើអីដើម្បីប្រសិទ្ធភាពអីទៀតតែប៉ុណ្ណឹងបានហើយដូចនេះរដ្ឋបាលគឺយកឱកាសនេះដើម្បីកែពង្រឹងហើយពេលដែលលំបាកពេលដែលសេដ្ឋកិច្ចរៀងផ្អាកបន្តិចជាពេលដែលយើងអាចវិតម្លៃជាមួយគ្នានិងរៀបចំធ្វើការកែតម្រង់ជាមួយ